បាទសួស្តីបងប្អូននៅក្នុងបណ្ដាញសង្គមទាំងអស់គ្នាបានលោកគ្រូអ្នកគ្រូរៀមសបនទាំងអស់ជាទីគោរពជាទីរាប់អានបាទថ្ងៃនេះគឺខ្ញុំមានប្រភេទនៃធ្គាមខ្ទីងវ៉បងប្អូនណាបាទប្រភេទនៃធ្គាមខ្ទីងវ៉បងប្អូនណាបាទគឺមានប្រមាណអង្គទើបតែរកបានថ្មីបងប្អូនណាទើបតែបានមកថ្មីទេបងប្អូនណាបាទហើយទើបតែសម្អាតទឹកហើយដែរបាទលាងទឹកលាងអីស្អាតក៏យកមកដាក់ថតផុសចែកជូនឲ្យបងប្អូនទស្សនានៅក្នុងបណ្ដាញសង្គមបងប្អូនណាបាទនេះគឺជាប្រភេទនៃធ្គាមខ្ទីងវ៉បងប្អូនណាដែលគាត់នៅកប់ដីនៅក្នុងដីនៅក្នុងទឹកនៅក្នុងផុកបងប្អូនណាបាទអញ្ចឹងយើងក៏ទើបតែសម្អាតទឹកហើយលាងទឹកលាងអីហើយក៏យកមកដាក់ថតចែកជូនឲ្យបងប្អូនទស្សនានៅក្នុងបណ្ដាញសង្គមតែម្ដងបងប្អូនណានេះគឺជាប្រភេទនៃធ្គាមខ្ទីងវ៉បងប្អូនណាឬក៏យើងអាចហៅថាធ្គាមខ្ទីងស៊ីពោះបងប្អូនណាបាទខ្ទីងស៊ីពោះនោះទៅតែបានថ្មីយើងក៏សម្អាតហើយក៏យកមកដាក់ថតតែម្ដងទៅបាទតែធម្មតាទេបងប្អូនណាបាទរបស់ដែលនៅក្នុងព្រៃរាប់សិបឆ្នាំមកហើយអញ្ចឹងមានខ្លះក៏បែកខ្លះក៏បាក់ខ្លះក៏អឺប្រេះអីចឹងទៅបងប្អូនណាបាទវាជារឿងធម្មតារបស់ធម្មជាតិតម្រាំនឹងយើងបានជួបតម្រាំនឹងយើងបានឃើញចឹងទៅបងប្អូនណាបាទតួយ៉ាងដូចជាអង្គនេះគឺគាត់នៅដាច់ពីគ្នាអញ្ចឹងបងប្អូនណាបាទបែកបាក់ដាច់ពីគ្នាអញ្ចឹងពីធម្មជាតិមកដែលយើងរើសបានមកក៏យកមកដាក់លាងទឹកតែម្ដងទៅបងប្អូនណាបាទតែនៅស្អាតល្អបងប្អូនណាបាទធ្គាមខ្ទីងវ៉នេះគឺខ្ញុំក៏ធ្លាប់បានធ្គាមខ្លះក៏គាត់ចង់កកคล้ายទៅជាថ្មទៅហើយក៏មានដែរបងប្អូនណាបាទឆ្អឹងខ្លះក៏កកคล้ายទៅជាថ្មទៅហើយក៏មានដែរបាទមានខ្លះក៏នៅរូបរាងស្អាតចឹងទៅបងប្អូនណាបាទមានខ្លះក៏បាក់បែកបាទនេះគឺជាប្រភេទនៃធ្គាមខ្ទីងវ៉បងប្អូនណាបាទធ្គាមខ្ទីងវ៉នេះឃើញទេបងប្អូនបាទនៅស្អាតបងប្អូនណាបាទលាងទឹកហើយចឹងគឺឡើងភ្លឺត្រោងស្អាតតែម្ដងបាទនេះគឺជាប្រភេទនៃធ្គាមខ្ទីងវ៉បងប្អូនណាឡើងពណ៌ឡើងសម្បុរបើសិនជាលាបប្រេងលាបអីទៀតគឺអស់ទាស់តែយើងមិនលាបប្រេងហ្នឹងដោយសារមានបងខ្លះគាត់យកទៅទុកសម្រាប់ការពារខ្លួនពេលសត្វអាសេរពិសអីផ្សេងចឹងទៅបងប្អូនណាបាទតែមានបងខ្លះក៏គាត់ចង់បានយកទៅសាងជាតួអង្គយកទៅឆ្លាក់ជាព្រះអង្គតូចអីចឹងទៅបងប្អូនណាបាទប្រភេទនៃធ្គាមខ្ទីងវ៉បងប្អូនណាបាទធ្គាមខ្ទីងវ៉ឬក៏យើងអាចហៅថាខ្ទីងស៊ីពោះបងប្អូនណាបាទខ្ទីងស៊ីពោះនេះបាទយើងសិតតែសាងជាតួអង្គបានបងប្អូនណាបាទសាងជាតួអង្គបានបាទហើយធ្គាមខ្ទីងវ៉ប្រភេទនៃខ្ទីងវ៉បងប្អូនដឹងស្រាប់ហើយបងប្អូនណាសម្រាប់ការពារនៅសត្វអាសេរពិសផ្សេងខ្ទួយតិចក្អែបខាំពស់ខាំឆ្មាខាំឆ្កែខាំអីចឹងទៅបងប្អូនណាបាទនិយាយចំឲ្យតែសត្វដែលមានពិសបងប្អូនណាបាទសត្វដែលមានពិសលោកសម្រាប់ជួយបឺតស្រូបយកសារជាតិពិសទាំងអស់នោះតែម្ដងបាទហើយបើយើងដាក់តាមខ្លួនចូលព្រៃចូលផ្សៃបងប្អូនណាបាទការពារនៅសត្វអាសេរពិសផ្សេងគឺมันអាចមកជិតខ្លួនយើងបានទេដោយសារគាត់ធំក្លិនប្រភេទនៃខ្ទីងនេះបងប្អូនណាបាទប្រភេទខ្ទីងនេះព្រោះខ្ទីងវ៉គឺគាត់ស៊ីតែសារជាតិពិសទេបាទស៊ីពោះស៊ីអីហ្នឹងគឺគាត់ឲ្យតែជួបគឺគាត់ត្រូវតែវត្តស៊ីហើយបងប្អូនណាបាទអញ្ចឹងមានធ្គាមខ្លះក៏នៅស្អាតខ្លះក៏មិនស្អាតអញ្ចឹងទៅបងប្អូនណាបាទធ្គាមនេះគឺឡើងពណ៌ឡើងសម្បុរឡើងពណ៌ល្មៀតហើយតាមបទពិសោធន៍ខ្ញុំមួយទៀតគឺធ្គាមខ្ទីងវ៉មិនមែនត្រឹមតែការពារនៅសត្វអាសេរពិសនោះទេបងប្អូនណាបាទលោកការពាររាល់នៅអំពើមុនខ្មៅទាំងឡាយទាំងពួងបងប្អូនណាបាទបជាគ្រោះបជាភ័យដាក់ផ្ទះគឺនាំលៀបនាំជ័យនាំភាពតិចតិជុំធ្គាមគេប្រើខាងស្នេហ៍មហានិយមបងប្អូនណាធ្គាមត្រូវការទំពាបាទអញ្ចឹងធ្គាមខ្ទីងវ៉នេះមិនមែនធម្មតាទេបងប្អូនណាបាទហើយខ្ញុំក៏ធ្លាប់ដាក់នៅលើដើមចេកក៏មិនលូតដែរបងប្អូនណាប្រភេទនៃអង្គធ្គាមខ្ទីងវ៉នេះបងប្អូនណាបងធ្គាមខ្ទីងវ៉នេះបាទអញ្ចឹងកម្លាំងអានុភាពរបស់លោកគឺមិនចាញ់ខ្នាយកាច់ទេបងប្អូនណាមិនចាញ់ខ្នាយកាច់ទេដោយសារធ្គាមខ្លះយើងដាក់នៅលើដើមចេកគឺមិនលូតតែម្ដងបងប្អូនណាគឺមិនលូតទេបាទនេះគឺជាប្រភេទនៃធ្គាមខ្ទីងវ៉ដែលទៅបានមកថ្មីហើយធំល្អបងដែលគាត់ស្រឡាញ់ចង់យកទៅសាងជាតួអង្គឬក៏ចង់យកដាក់តាមខ្លួនគឺសូមតំណតាមលេខទូរស័ព្ទខ្ញុំបាទដែលនៅខាងក្រោមឬក៏តាមរយៈលេខ Telegram ខ្ញុំបាទគឺលេខ Smart នឹងឯងបងប្អូនណាគឺលេខ Smart នឹងឯងបាទហើយក៏សូមអរគុណច្រើនដែលបងប្អូនទាំងអស់ចូលទស្សនានៅក្នុង Page ខ្ញុំបាទដែលមានទំនុកទុកចិត្តលើ Page ខ្ញុំបាទឲ្យខ្ញុំបាទផ្ញើឲ្យបានគ្រប់ទីកន្លែងទាំងអស់តែម្ដងបងប្អូនណាហើយបើសិនជាខ្ញុំនិយាយទៅក៏លោលឺលួសនៅពាក្យសម្ដីត្រង់កន្លែងណាមិនសមរម្យក្តីឬក៏រៀបរាប់មិនបានក្បោះក្បាយក្តីបងប្អូនណាបាទក៏សូមខន្តីអភ័យទោសផងបងប្អូនណាសូមខន្តីអភ័យទោសផងនៅចុងបញ្ចប់នេះក៏សូមជូនពរឲ្យបងប្អូនទាំងអស់បាទជួបប្រទះតែសេចក្តីសុខនិងសេចក្តីសប្បាយរស់ស៊ីទទួលទានមានបានទាំងអស់គ្នាបងប្អូនណាបាទសូមអរគុណច្រើនហើយក៏សូមជម្រាបលាបាទសូមជម្រាបលា
ក្តៀមខ្ទិញវត្តទៅបានមកថ្មីបងប្អូនណាបាទមានតែប៉ុណ្្នឹងទេបងប្អូនណាបាទ